បាទសូមគោរពជំរាបសួរប្រិយមិត្តអ្នកទស្សនាទាំងអស់គ្នាបាទស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទហ្នឹងគឺយើងមានវីដេអូថ្មីតាក់ទងទៅនឹងអត្ថប្រយោជន៍ផ្លែចេកខ្ចីបាទដែលជាផ្លែឈើមួយប្រភេទណាដែលជាប្រភេទផ្លែរុក្ខជាតិមួយប្រភេទដែលងាយដាំបាទហើយមានតម្លៃគឺមិនថ្លៃទេបាទមនុស្សជាច្រើននិយមទទួលទានចេកទុំបាទប៉ុន្តែមិនសូវដឹងថាចេកខ្ចីគឺមានសារធាតុសំខាន់សារធាតុចិញ្ចឹមល្អសម្រាប់សុខភាពប៉ុណ្ណោះទេបាទចេកខ្ចីគឺមានសារធាតុចិញ្ចឹមជាច្រើនបាទនឹងអាចផ្ដល់អត្ថប្រយោជន៍ដ៏ល្អសម្រាប់សុខភាពផងដែរបាទជាដំបូងចេកខ្ចីគឺសម្បូរទៅដោយជាតិសរសៃហើយនិងសារធាតុមួយយ៉ាងហៅថាម្សៅធន់ឬក៏ resistant starch បាទសារធាតុនេះមិនត្រូវបានរំលាយភ្លាមទេនៅក្នុងកាពះបាទប៉ុន្តែវានឹងត្រូវទៅដល់ពោះវៀនធំបាទហើយคล้ายទៅជាអាហារយ៉ាងល្អសម្រាប់ពពួកបាក់តេរីដែលមានប្រយោជន៍នៅក្នុងពោះវៀនធំណាបាក់តេរីទាំងអស់នោះគឺវាមានតួនាទីយ៉ាងសំខាន់បាទក្នុងការថែរក្សាសុខភាពពោះវៀនជួយឲ្យការរំលាយអាហារមានដំណើរការបានល្អបាទហើយនឹងអាចជួយកាត់បន្ថយបញ្ហាទល់លាមករបស់បងប្អូនផងដែរបាទអត្ថប្រយោជន៍ទី2បាទគឺជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមបាទដោយសារតែចេកខ្ចីមានម្សៅធន់និងជាតិសរសៃខ្ពស់វាត្រូវការពេលវេលាយូរជាងក្នុងការរំលាយអាហារបាទដូច្នេះជាតិស្ករនឹងមិនបញ្ចេញចូលទៅក្នុងឈាមលឿនពេកទេបាទនេះអាចជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមឲ្យមានស្ថិរភាពទោះជាយ៉ាងណាអ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែបន្តធ្វើតាមការណែនាំរបស់គ្រូពេទ្យបាទនិងមិនគួរពឹងផ្អែកទៅលើអាហារតែមួយមុខនោះឡើយណាចេកខ្ចីអាចជួយឲ្យយើងមានអារម្មណ៍ថាឆ្អែតបានយូរនៅពេលដែលអ្នកទទួលទានអាហារដែលមានជាតិសរសៃខ្ពស់អ្នកនឹងមានអារម្មណ៍ឆ្អែតបានយូរជាងមុនហើយអាចជួយកាត់បន្ថយការញ៉ាំអាហារសម្រន់ឬការញ៉ាំអាហារច្រើនពេកបាទដូច្នេះសម្រាប់អ្នកដែលកំពុងព្យាយាមគ្រប់គ្រងទម្ងន់ណាអ្នកដែលកំពុងព្យាយាមថែរក្សាទម្ងន់ចេកខ្ចីអាចជាជម្រើសល្អមួយប្រសិនបើទទួលទាននៅក្នុងបរិមាណសមរម្យបាទអត្ថប្រយោជន៍មួយទៀតអំពីចេកខ្ចីណាគឺការជួយថែរក្សាសុខភាពបេះដូងបាទចេកខ្ចីមានសារធាតុប៉ូតាស្យូមដែលជាសារធាតុរ៉ែសំខាន់ម្យ៉ាងបាទសម្រាប់រាងកាយបាទប៉ូតាស្យូមជួយរក្សាតុល្យភាពជាតិទឹកនៅក្នុងកោសិកានិងជួយឲ្យសាច់ដុំសរសៃប្រសាទដំណើរការបានល្អការទទួលទានបានប៉ូតាស្យូមគ្រប់គ្រាន់ក៏អាចជួយគ្រប់គ្រងដល់របបឬក៏ដល់ការគ្រប់គ្រងសម្ពាធឈាមផងដែរណាជាងនេះទៅទៀតចេកខ្ចីក៏សម្បូរទៅដោយវីតាមីនជាច្រើនបាទដូចជាវីតាមីន B6 វីតាមីន C ជាដើមបាទវីតាមីន B6 គឺវាជួយដល់ការបង្កើតកោសិកាឈាមក្រហមបាទនិងការធ្វើឲ្យប្រព័ន្ធប្រសាទដំណើរការបានល្អបាទចំណែកឯវីតាមីន C បាទជួយគ្រប់គ្រងប្រព័ន្ធភាពស៊ាំនិងដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារកោសិកាពីការខូចខាតពីការបំផ្លាញរបស់បាក់តេរីដែលគ្មានប្រយោជន៍មនុស្សជាច្រើនក៏យកចេកខ្ចីទៅចម្អិនជាម្ហូបផ្សេងតាមការចូលចិត្តបាទដូចជាសម្លចេកខ្ចីឬក៏ចេកចៀនចេកស្ងោរជាដើមប៉ុន្តែដើម្បីទទួលបានអត្ថប្រយោជន៍ល្អគួរជ្រើសរើសវិធីចម្អិនដែលមិនប្រើប្រេងច្រើនបាទនិងមិនបន្ថែមអំបិលឬក៏ស្ករទោះបីជាចេកខ្ចីមានអត្ថប្រយោជន៍ជាច្រើនក៏ដោយបាទក៏មិនគួរទទួលទានច្រើនហួសប្រមាណដែរបាទការទទួលទានអាហារគួរមានតុល្យភាពរួមជាមួយបន្លែផ្លែឈើសាច់ត្រីសុទ្ធនិងអាហារផ្សេងដើម្បីឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់បាទអ្នកដែលមានជំងឺតម្រងនោមបាទឬត្រូវកំណត់ការទទួល
សារធាតុប៉ូតាស្យូមគួរពិគ្រោះជាមួយគ្រូពេទ្យបាទមុនពេលទទួលទានចេកខ្ចីក្នុងបរិមាណច្រើនបាទសរុបសេចក្តីមកបាទចេកខ្ចីគឺជាអាហារដែលមានអត្ថប្រយោជន៍ជាច្រើនបាទជួយដល់ប្រព័ន្ធរំលាយអាហារជួយឲ្យឆ្អែតបានយូរគាំទ្រដល់សុខភាពពោះវៀនតូចពោះវៀនធំជួយគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមនិងផ្ដល់សារធាតុចិញ្ចឹមសំខាន់ដល់រាងកាយបាទទោះជាយ៉ាងនេះក្តីវាគួរតែជាផ្នែកមួយនៃរបបអាហារដែលមានតុល្យភាពមិនមែនជាអាហារដែលអាចព្យាបាលជំងឺដោយខ្លួនឯងនោះទេណាដោយដែលបានរៀបរាប់ខាងលើវាគឺជាអត្ថប្រយោជន៍គុណសម្បត្តិរបស់ចេកខ្ចីបាទចុងក្រោយសូមអរគុណចំពោះការទស្សនាវីដេអូនេះបាទបើសិនជាយល់ឃើញថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like share ហើយនិង subscribe ដើម្បីគាំទ្រ channel របស់ខ្ញុំផងបាទហើយកុំភ្លេចចុចសញ្ញារូបកណ្ដឹងបាទដើម្បីទទួលបាន